nháបងប្អូនពពុទ្ធរូបទាំង5ព្រះអង្គនៅលើភពផែនដីគឺមានដាប់ឆ្លាក់ដោយបុព្វបុរសខ្មែរនៅលើភ្នំសន្ទុកនេះតួអង្គពពុទ្ធរូបទី2នៅលើភពផែនដីយើងនិងបន្តទៅពពុទ្ធរូបទី3ដែលមានព្រះនាមថាកាសបោអស្ចារ្យណាស់បងប្អូនពេលដែលមកដល់ចិត្តនឹងពពុទ្ធរូបកាសបោដែលជាព្រះសម្មាសម្ពុទ្ធទី3នៅលើភពផែនដីឃើញមានចម្លាក់ជាប់ជាមួយនឹងផ្ទាំងថ្មធម្មជាតិបងប្អូនបាទខ្ញុំនឹងឡើងឲ្យបងប្អូនមើលនេះគឺដាប់ថ្មហ្នឹងគឺពេញចេះបងប្អូនពេញអញ្ចឹងហើយបុព្វបុរសខ្មែរលោកបានដាប់លុងធ្វើជាចម្លាក់បាទគឺជាប់នឹងផែនថ្មនេះបងប្អូនមួយផែននឹងធំហ្មងបងប្អូនឃើញទេមួយផែនហ្នឹងគឺអើតចេញមកហើយនោះមួយផែនខាងនេះទៀតបងប្អូនអញ្ចឹងបានថានេះគឺជាស្នាដៃបុព្វបុរសខ្មែរពិតប្រាកដឲ្យកូនចៅជំនាន់ក្រោយបានឃើញបងប្អូនដូច្នេះខ្ញុំបានមកដល់តួអង្គព្រះសម្មាសម្ពុទ្ធនៅលេខរៀងទី3ដែលបានត្រាស់ដឹងនៅលើភពផែនដីហើយក៏បានចូលបរិនិព្វានហើយអញ្ចឹងបានន័យថាពីមួយកាប់ទៅមួយកាប់គឺមានតួអង្គព្រះសម្មាសម្ពុទ្ធត្រាស់ដឹងបាទសម្រាប់ភពផែនដីយើងអញ្ចឹងនៅនេះបងប្អូនដែលមានព្រះនាមថាកាសបោតួអង្គតំណាងជាអណ្ដើកបាទបងប្អូនអរគ្នាកន្លែងនេះហើយដែលដាក់រូបបាទសត្វតំណាងជាសត្វអណ្ដើកបងប្អូនប៉ុន្តែតំណងប្រហែលជារលុកឬក៏មិនបងប្អូនប៉ុន្តែបងប្អូនមើលខាងលើទៅនេះគឺតួអង្គព្រះកាសបោចុះសមណគោតមលោកតាព្រះអង្គសមណគោតមនៅខាងនោះសមណគោតមទ្រង់នៅខាងនោះវិញអញ្ចឹងបងប្អូនមើលព្រះសមណគោតមដែលរាល់ថ្ងៃបងប្អូនតែងតែគោរពបូជាគ្រប់ទីអារាមទាំងអស់តាមបែបពុទ្ធសាសនាដែលពីមុនហៅថាសទ្ធត្ថកាលពេលដែលទ្រង់នៅជាក្សត្រនោះបងប្អូនអរគ្នាហើយបានបួសបាទជាព្រះសម្មាសម្ពុទ្ធរហូតដល់ត្រាស់ដឹងដែលឲ្យព្រះនាមថាសមណគោតមបានដែលជាបរមគ្រូរបស់យើងក្នុងសម័យបច្ចុប្បន្ននេះបងនេះខ្ញុំបានមកដល់ទីតាំងតួអង្គព្រះសម្មាសម្ពុទ្ធស្ថិតនៅក្នុងលេខរៀងទី4ដែលលោកបានត្រាស់ដឹងហើយក៏បានចូលបរិនិព្វានហើយជាបរមគ្រូរបស់យើងក្នុងសម័យបច្ចុប្បន្ននេះដែលហៅព្រះនាមថាព្រះសមណគោតមអញ្ចឹងពពុទ្ធគឺមានចំនួន5អង្គបងប្អូនដែលថាបងប្អូននឹងគ្នាមែនទេអញ្ចឹងបងត្រាស់ដឹងហើយទី2ក៏ត្រាស់ដឹងហើយទី3ក៏ត្រាស់ដឹងហើយទី4ក៏ទ្រង់បានត្រាស់ដឹងហើយក៏បានចូលបរិនិព្វានរួចហើយអញ្ចឹងនេះហើយបងប្អូនគឺព្រះសមណគោតមបងប្អូនណាមានដាក់ឆ្លាក់នៅលើភ្នំសន្ទុកគឺនៅជាប់នឹងផ្ទាំងថ្មធម្មជាតិទាំងអស់អញ្ចឹងមកកំថាឡើយ5-600ឆ្នាំ1000ឆ្នាំទៅមុខទៀតក៏អត់មានទៅណាដែរបងប្អូនថ្មភ្នំដាប់នៅនឹងហើយដាប់ឆ្លាក់នៅនឹងហើយនេះគឺព្រះបរមគ្រូបាទបងប្អូនបានឃើញហើយអញ្ចឹងតួអង្គពុទ្ធរូបទាំង4អង្គតាំងពីលេខរៀងទី1ដល់លេខរៀងទី4សិតតែជាចម្លាក់ដែលដាប់ឆ្លាក់ទ្រង់ចូលបរិនិព្វានទាំងអស់សូមបញ្ជាក់បានន័យថាព្រះអង្គទាំង4ហ្នឹងគឺលោកបានចូលបរិនិព្វានហើយត្រាស់ដឹងហើយចូលបរិនិព្វានហើយប៉ុន្តែនៅតួអង្គចុងក្រោយគេ